សូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពជាទីរាប់អានបាទថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនឡើងវិញជូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជ្រាបអំពីស្ថានភាពដែលបាននឹងកំពុងវិវត្តហើយនឹងការងារដែលភាគីទាំងពីរកម្ពុជាថៃបានព្រមព្រៀងគ្នាហើយត្រូវអនុវត្តដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងតែប្រឈមមុខនៅពេលនេះបាទហើយខ្ញុំសូមរំលឹកជូនអំពីខ្លឹមសារនៃសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC រវាងកម្ពុជានិងថៃចុះថ្ងៃទី27ខែធ្នូឆ្នាំ2025បាទសង្កត់ធ្ងន់ត្រង់ចំណុចទី3ដែលចែងថាភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់ទូនាទីឲ្យទៅគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជន់នីនភាគីទាំងពីរឯកភាពគ្នាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់បំផុតចំពោះការងារវាស់វែងនិងខណ្ឌសីមាព្រំដែននៅតាមតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅបាទបងប្អូនយើងនេះគឺជាខ្លឹមសារនៃដែលបានចែងនៅក្នុងសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូ2025ហើយដែលយើងកំពុងតែអនុវត្តគោរពបទច្បាប់នៅពេលនេះបាទគឺគេចែងច្បាស់អញ្ចឹងឥឡូវយើងងាកមកមើលជំហររបស់កម្ពុជាយើងបាទជំហររបស់កម្ពុជាគឺកម្ពុជាប្រកាន់ជំហរមើងម៉ាត់ក្នុងការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុរបស់បង្គោលព្រំដែនរបស់គណៈកម្មការរបស់បង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកកម្ពុជាមិនទទួលស្គាល់នៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយបាទហើយសកម្មភាពណាដែលប្រព្រឹត្តខុសពីឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូនិងកិច្ចព្រមព្រៀងនានាដែលមានកន្លងមកហ្នឹងត្រូវចាត់ទុកជាសកម្មភាពខុសច្បាប់និងរំលោភបំពានលើកិច្ចព្រមព្រៀងជប់បាញ់បាទចង់បញ្ជាក់ជូនជនរួមជាតិថាអ្វីដែលយើងបានឃើញនៅកន្លែងមួយចំនួននៅតាមបណ្ដោយព្រំដែនពេលនេះមិនមែនជាការកំណត់ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរទេសូមបងប្អូនយើងច្បាស់កន្លែងហ្នឹងសូមរងចាំក្រុមការងារជំនាញប្រទេសទាំងពីរចុះវាស់វែងសិននោះទើបយើងអាចកំណត់ខ្សែបន្ទាត់ព្រំដែនអន្តរជាតិពិតប្រាកដរវាងប្រទេសទាំងពីរបានបាទនេះខ្ញុំសូមបងប្អូនជនរួមជាតិយើងយល់ហើយស្ងប់ចិត្តនៅក្នុងកន្លែងត្រង់ហ្នឹងរងចាំទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាំងនេះបាទហើយជាបន្តខ្ញុំសូមជូនវេទិកាជូនលោកជំទាវឧត្តមស្នេហ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិបាទដើម្បីធ្វើបច្ចុប្បន្នភាពចែកជូនបងប្អូនយើងជ្រាបបាទសូមទាញលោកជំទាវចាសសូមគ្រប់អរគុណអាដាមនិងសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននាព្រឹកនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្រោយការចូលជាធនមាននៅបាត់ឈប់បាញ់រវាងកងកម្លាំងកម្ពុជានិងយោធាថៃគិតមកដល់ថ្ងៃទី2ខែមករាឆ្នាំ2026នេះជាដំបូងនាងខ្ញុំសូមជម្រាបជូនអំពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5បន្ទាប់ពីកម្ពុជានិងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមនិងចូលជាធរមាននៅវេលាម៉ោង 12:00 នាទីថ្ងៃត្រង់ម៉ោងនៅក្នុងស្រុកកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025
គិតមកដល់វេលាម៉ោង8:00នាទីព្រឹកនេះស្ថានភាពនៅជួរមុខគឺមិនមានការប៉ះទង្គិចឬក៏ការផ្ទុះអាវុធដាក់គ្នានោះទេជាមួយគ្នានេះកងកម្លាំងរបស់យើងបាននឹងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយស្មារតីប្រុងប្រយ័ត្នខ្ពស់និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ជាប់ខ្ជួនបំផុតដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់នេះខ្ញុំក៏សូមគូបញ្ជាក់ផងដែរថាចាប់តាំងពីការចូលជាធម្មានរួចកម្ពុជានៅតែប្រកាន់ខ្ជាប់នៅនឹងគោរពនឹងការអនុវត្តបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតក្រសួងការពារជាតិក៏បាននឹងកំពុងបន្តតាមដានការគោរពនិងការអនុវត្តបទឈប់បាញ់និងរាល់កិច្ចព្រមព្រៀងខាងលើរបស់ភាគីថៃផងដែរនេះខ្ញុំសូមគូបញ្ជាក់សារជាថ្មីថាវាជាការទទួលខុសត្រូវរួមរបស់ភាគីទាំងពីរក្នុងការគោរពនិងការអនុវត្តបទឈប់បាញ់និងរាល់កិច្ចព្រមព្រៀងខាងលើឲ្យបានហ្មត់ចត់ប្រកបដោយសុឆន្ទៈនិងភាពស្មោះត្រង់ដោយភាពស្មោះត្រង់នេះនៅត្រូវស្ដែងចេញតាមរយៈសកម្មភាពជាក់ស្ដែងមិនមែនត្រឹមតែពាក្យសម្ដីនោះទេដូច្នេះប្រសិនបើមានសកម្មភាពណាមួយដែលប្រព្រឹត្តផ្ទុយពីស្មារតីនិងកិច្ចព្រមព្រៀងខាងលើសកម្មភាពនោះត្រូវបញ្ឈប់ជាបន្ទាន់ដើម្បីធានាដល់ការពង្រឹងនិងការធានានិរន្តរភាពនៃបទឈប់បាញ់ក្នុងនាមជាភាគីដែលមានទំនួលខុសត្រូវខ្ពស់កម្ពុជានឹងបន្តធ្វើការជាមួយភាគីថៃក៏ដូចជាដៃគូពាក់ព័ន្ធដទៃទៀតដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិសម្ដៅសម្រាប់ឲ្យបាននៅដំណោះស្រាយមួយដែលយុត្តិធម៌មិនលំអៀងនិងយូរអង្វែងកម្ពុជាប្រឆាំងដាច់ខាតនឹងការប្រើប្រាស់ការគំរាមកំហែងឬក៏ការប្រើប្រាស់កម្លាំងទោះក្នុងរូបភាពនិងក្រោមមូលហេតុណាក៏ដោយជាជំហានទៅមុខកម្ពុជាសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការជំរុញវិធានការលើកកម្ពស់ជំនឿទុកចិត្តដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការពង្រឹងសន្តិភាពស្ថិរភាពនិងសុវត្ថិភាពក៏ដូចជាការវិលត្រឡប់ទៅប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញនាពេលអនាគតក្រសួងការពារជាតិសូមអំពាវនាវដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមទទួលយកព័ត៌មានដែលមានប្រភពច្បាស់លាស់ត្រឹមត្រូវជឿទុកចិត្តបានជាពិសេសការផ្ដល់ជូនតាមរយៈគេហទំព័រផ្លូវការរបស់រាជរដ្ឋាភិបាលគេហទំព័ររបស់ថ្នាក់ដឹកនាំក្រសួងនិងអង្គភាពពាក់ព័ន្ធសម្រាប់ព័ត៌មានបន្ថែមពីការវិវត្តថ្មីៗនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្រសួងការពារជាតិនឹងផ្សព្វផ្សាយជូនតាមរយៈគេហទំព័រផ្លូវការនិងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិសូមអរគុណបាទសូមអរគុណលោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិដែលបានធ្វើបច្ចុប្បន្នភាពបាទកម្មវិធីរបស់យើងបានឈានដល់ទីបញ្ចប់តែប៉ុណ្ណេះយើងខ្ញុំទាំងពីរអ្នកសូមអរគុណសូមគោរពលាតែប៉ុណ្ណេះបាទ